បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយទាក់ទងទៅនឹងការដោះលេខកូដបាទលើទូរស័ព្ទដៃមក Oppo F9 បាទដូចខ្ញុំបានធ្វើតេស្តបង្ហាញអញ្ចឹងបាទដោះរាវលេខកូដយ៉ាងណាក៏អត់ត្រូវដែរអញ្ចឹងបាទចុងក្រោយយើងរាវអត់ត្រូវច្រើនមកពេកអញ្ចឹងវាជាប់លេខកូដជាប់នាទីឲ្យអញ្ចឹងណាបាទជាប់នាទីឲ្យអញ្ចឹងតែជាប់នាទីហើយយើងដោះលេខកូដលេខបានហើយតើរងចាំនាទីវាអស់វិញបានយើងរាវលេខកូដតទៀតបានអញ្ចឹងណាដូចខ្ញុំបានបង្ហាញអញ្ចឹងបងប្អូនណាបាទគឺរាវយ៉ាងណាក៏ត្រូវដែរលេខកូដណាបាទអញ្ចឹងតើរបៀបដោះយើងធ្វើរបៀបម៉េចបងប្អូនណាបាទពួកស៊េរី Oppo តើដោះលេខកូដរបៀបម៉េចអញ្ចឹងណាបាទថ្ងៃនេះខ្ញុំរាវដោះម្ដងទៀតអញ្ចឹងវាជាប់នាទីម្ដងទៀតបាទអញ្ចឹងលើនេះយើងចុចមើលនៅកន្លែង emergency C នេះកន្លែង call សង្គ្រោះអញ្ចឹងណាយើងចុចនឹងមកកាយត្រង់ទូក9899ត្រង់ទូកជួនទៅយើងទៅមក model វាតើ series model អីអញ្ចឹងណាសេរីខ្លះបងប្អូន Oppo ខ្លះយើងអត់ស្គាល់ model ទេអញ្ចឹងយើងបងប្អូនចុចតាមហ្នឹងទៅបាទបងប្អូនចូល software version មកតោះមកបងប្អូនចូល model មកតោះមកបងប្អូនយក model ហ្នឹង search នៅក្នុងអ៊ីនធឺណិតទៅនៅទូរស័ព្ទមួយទៀតណានៅជ្រុំក៏បាននៅ server ក៏បានអញ្ចឹងណាបាទអញ្ចឹងយើងយកអា CPH 1823ហ្នឹងយើងយកទូរស័ព្ទថ្មីមក search មកបាទអញ្ចឹងយើងដឹងឈ្មោះទូរស័ព្ទហ្នឹង Oppo F9 បាទករណីទូរស័ព្ទខ្លះទៀតបងប្អូនឆែកទៅឃើញលេខកូដផ្សេងពីហ្នឹងបងប្អូនវាយចូលក្នុងទូរស័ព្ទដូចគ្នាអញ្ចឹងវាប្រាប់ហើយទូ Oppo Series A វាប្រាប់នៅហ្នឹងអញ្ចឹងណាបាទអញ្ចឹងរបៀបដោះលេខកូដរបៀបអីតែយើងយកលេខកូដហ្នឹងវាយចូលនៅក្នុង YouTube មករបៀបដោះលេខកូដលើទូរស័ព្ទដៃ Oppo អញ្ចឹងមកយើងដាក់ឈ្មោះ model ហ្នឹងទៅបងប្អូនឃើញហើយគេប្រាប់របៀបដោះនេះគឺជា Oppo F9 បងប្អូនបាទ Oppo F9 Pro បាទចឹងបងប្អូនយកតលេខកូដវាមកយើងវាយចូលនឹងទៅបងប្អូនមើល detail វាប្រាប់ហូហាយបងប្អូនក្បោះក្បាយហ្នឹងបាទកន្លែង platform នេះគឺវាប្រាប់ពី CPU Series A បាទ MediaTek នោះរបៀបCPU វាអញ្ចឹងណាបាទមានច្រើនបងប្អូនអាចវាយលេខកូដនោះបងប្អូនមើលបន្ថែមទៅបងប្អូនណាបាទអញ្ចឹងជាដំបូងបងប្អូនត្រូវបិទទូរស័ព្ទសិនបាទដោះលេខកូដគឺអញ្ចឹងបងប្អូនបាទយើងដោះយើងចុចបិទសិនទៅបាទយើងអស់មកក្រោមអស់ឡើងលើនឹង restart បូអស់មកក្រោមនឹងបិទសិនណាបាទតើមកបងប្អូនប្រើប៊ូតុងខាងក្រោមសំលេងដកខាងក្រោមបាទហ្នឹងហើយសំលេងដកខាងក្រោមហ្នឹងមកបាទជាមួយនឹងប៊ូតុង power បងប្អូនណាបាទយើងចុចពីរជាប់គ្នាបាទចុចទៅគ្នាទៅរហូតដល់វាចេញ logo Oppo ចាំមានបលេងដៃអញ្ចឹងបងប្អូនចុចទាំងពីរហ្នឹងទៅបងប្អូនណាបាទចាប់ដើមចុចទៅតមកចេញ logo Oppo បងប្អូនប្រឡែងដៃបាទប្រឡែងដៃទៅបាទតមកនេះវាចេញអក្សរសមទុយខ្ញុំចង្អុលហ្នឹងបាទវាចូលកន្លែង reset ម៉ាស៊ីនណាបងប្អូនណាបាទអញ្ចឹងរងចាំ update ទៅវា load មកបាទអញ្ចឹងវា load មកហើយបងប្អូនប្រើប៊ូតុងសំលេងបូកដកហ្នឹងសម្រាប់យើង select យកភាសាបាទ load មកលើនេះបងប្អូនណាបាទប៊ូតុងនេះប៊ូតុងសំលេងលើក្រោមហ្នឹងយើងអស់ទៅក្រោមវាប៊ូតុងខាងក្នុងកាមេរ៉ាអេក្រង់វាលោតមកក្រោមវិញអស់ឡើងលើវាឡើងលើអញ្ចឹងណាបាទបន្ទាប់មកយើងចុច power អាហ្នឹងយើង select យកភាសាហ្នឹងហើយបាទបងប្អូនចូលយកចិនយើងអស់ដាក់ចិនទៅយើងចុច power ទៅចូលចិនណាអញ្ចឹងបងប្អូនចូលឡើងនេះមកបងប្អូនអស់មកក្រោមមកបាទយើងចូល web data ហ្នឹងមកបាទបងប្អូនចុចចឹងទៅបាទបំណងបងប្អូនទាញមកក្រោមមកបងប្អូនយក format data ចុចប៊ូតុងសំលេងខាងក្រោមបាទទាញដាក់ចឹងមកតមកបងប្អូនចុច power ទៅវានឹង format បាទយើងចុច format ហ្នឹងទៅបាទហ្នឹងហើយចឹងតមកបងប្អូនរងចាំ update ទៅបាទកន្លែងនេះវារៀងយូរតិចបងប្អូនកន្លែងនេះដោយសារនេះខ្ញុំកាត់បងប្អូនណាបាទអញ្ចឹងបងប្អូនអត់មានធ្វើទេកន្លែងនេះវា restart ខ្លួនវាណាបាទកន្លែងនេះយើងចាំ update ទៅវា restart ទៅខ្លួនវាណាបាទអញ្ចឹងកន្លែងនេះវាយូរគួរសមបងប្អូនណាបាទយូរបាទតោះមកខ្ញុំកាត់វាបាទខ្ញុំកាត់យកដល់កម្មវិធីហ្មងអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះបងប្អូនជ្រើសរើសភាសាអីអញ្ចឹងទៅណាបាទខ្មែរអង់គ្លេសអញ្ចឹងណាបាទហើយខ្ញុំដាក់អង់គ្លេសប្រើទៅវានឹងចិត្តដៃបាទអញ្ចឹងខ្ញុំ select យក United States ទៅបាទខ្ញុំ next ទៅមកទៀតទៅបាទកន្លែងនេះបាទយើង next ទាំង3អញ្ចឹងទៅបាទតមកកន្លែងនេះបងប្អូន skip សាកមើលបើ skip ទៅក៏ទៅបើមិនទៅទេយើងចូល Wi-Fi កន្លែងនេះបាទមាន2ករណី
ចឹងយើង skip យើងរំលងវាអត់ទៅទេចឹងខ្ញុំព្យាយាមពីរដងដែរអត់ទៅចឹងបាទអញ្ចឹងបងប្អូនភ្ជាប់ Wi-Fi ទៅបងប្អូនណាបាទបើសិនទូរស័ព្ទបងប្អូនមាន SIM ក៏ប្រើ internet SIM ទៅណាតែនេះរបស់ខ្ញុំវាអត់មាន SIM ចឹងខ្ញុំប្រើ Wi-Fi តែម្ដងបាទទៅមកបងប្អូននិចទៅមុខទៅបាទរងចាំមកផ្លែបងប្អូនណាបាទបាទឥឡូវនេះវាឲ្យយើង copy លេខទំនាក់ទំនងឬក៏កម្មវិធីអីចឹងណាតែយើងអត់ទេខ្ញុំចុចរំលងបាទខ្ញុំចុចរំលងទៅបាទឥឡូវនេះវាឲ្យយើងដាក់ Gmail បងប្អូនណាតែយើងអត់ទាន់ដាក់ទេបងប្អូនចុច skip ទៅបាទចុចរំលងទៅបាទណែបងប្អូននិចទៅបាទចុចនិចដូចតាមខ្ញុំបង្ហាញអញ្ចឹងបាទត្រង់នេះបងប្អូនចុចទៅមុខទៀតទៅបងប្អូនណាបាទបាទឥឡូវនេះវាឲ្យយើងដាក់លេខកូដបងប្អូនណាបាទអញ្ចឹងបងប្អូនដាក់ក៏ដាក់ទៅបងប្អូនបើមិនទាន់ដាក់ទេបងប្អូនចុចរំលងណាបាទចុចដាក់ letter បាទ letter មានថាវានៅពេលក្រោយយ៉ាងយើងដាក់ពេលក្រោយក៏បានដែរតើមកបងប្អូន next ទៅបាទតើមកបងប្អូនចុច letter ឡើងហ្នឹងមកបាទចាំដល់កន្លែងនេះគឺយើងបានមកដល់កម្មវិធីរបស់ទូរស័ព្ទបងប្អូនណាបាទអញ្ចឹងយើងបានកំណត់ទូរស័ព្ទមកទម្រង់ថ្មីវិញហើយបងប្អូនណាបាទអញ្ចឹងបងប្អូនទស្សនាវីដេអូខ្ញុំនេះហើយបងប្អូននឹងធ្វើតាមខ្ញុំបានបងប្អូនណាបាទដោះលេខកូដដោះអីចឹងបងប្អូនណាបាទអានេះយើងឆែកមើល model អីវាចឹងណាចឹងអរគុណបងប្អូនណាបាទជាចុងក្រោយសូមបងប្អូនចុច follow page និង subscribe channel របស់ខ្ញុំមួយផងដើម្បីទទួលបានព័ត៌មានល្អៗនៅពេលក្រោយទៀតបងប្អូនណាបាទចឹងសូមអរគុណសូមជម្រាបលាបាទ